ជំរាបសួរពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តធុបនិងសួស្តីបងប្អូនសិស្សប្រិយទាំងអស់គ្នាបាទថ្ងៃនេះជួបអរសូមធ្វើការចែកម្លែកពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តធុបនិងបងប្អូនសិស្សប្រិយទាំងអស់គ្នាអំពីប្រធានបទសុខភាពមួយទៀតហើយបាទថ្ងៃនេះយើងលើកឡើងអំពីបញ្ហានំញឹកបាទអញ្ចឹងតើតើនឹងបញ្ហានំញឹកដែរបាទថ្ងៃនេះយើងមានប្រធានបទថ្មីមួយទៀតដើម្បីចែកម្លែកគឺយើងនិយាយអំពីកត្តានាំឲ្យនំញឹក ដែលភាសាអង់គ្លេសហៅថា factor lead to urinary frequency បាទយើងនៅពេលបច្ចុប្បន្នហ្នឹងគឺបញ្ហានំញឹកគឺជាបញ្ហាមួយដែលយើងជួបប្រទះលើមនុស្សគ្រប់វ័យផងដែរបាទយើងចង់ដឹងថាតើកត្តានាំឲ្យនំញឹកហ្នឹងបណ្ដាលមកពីអ្វីខ្លះបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយពី Hershey តែម្ដងបាទអញ្ចឹងមេត្តាក្នុងនេះដែល Hershey ធ្វើការចែកម្លែកយើងឃើញមាន3ចំណុចសំខាន់ទី1គឺសេវាដើមទី2កត្តានាំឲ្យនំញឹកនិងទី3គឺវិធីបំបត្តិសញ្ញានំញឹកបាទយើងចង់ដឹងថាតើកត្តាអ្វីខ្លះដែលនាំឲ្យយើងនំញឹកហើយវិធីបំបត្តិសញ្ញានំញឹកហ្នឹងគេត្រូវធ្វើយ៉ាងណាខ្លះបាទយើងចង់ដឹងតើអ្នកសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលស្អីដើមការនោមគឺអាចប្រែប្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ហើយប្រែប្រួលតាមបរិមាណជាតិទឹកដែលបានផឹកចូលនំញឹកគឺជាករណីធម្មតាមកពីយើងផឹកទឹកច្រើនឬស្ថិតនៅកន្លែងត្រជាក់ហើយអាចជាករណីមិនធម្មតាមានមូលហេតុបញ្ហាសុខភាពណាមួយអញ្ចឹងរឿងនំញឹកនឹងអាចជាករណីធម្មតាហើយនឹងអាចជាករណីមិនធម្មតាផងដែរបាទអញ្ចឹងយើងមើលជាបន្តទៅទៀតយើងឃើញថាមនុស្សពេញវ័យការនោមធម្មតាគឺចំនួន4ទៅ8ដងក្នុងមួយថ្ងៃប្រសិនបើការនោមលើសពី8ដងគឺយើងហៅថានោមញឹកហើយចំពោះក្មេងតូចការនោមធម្មតាគឺចំនួន8ទៅ14ដងក្នុងមួយថ្ងៃប្រសិនបើការនោមលើសពី14ដងក៏យើងហៅថានោមញឹកផងដែរហើយចំពោះក្មេងធំវិញការនោមធម្មតាគឺចំនួន6ទៅ12ដងក្នុងមួយថ្ងៃប្រសិនបើការនោមលើសពី12ដងក្នុងមួយថ្ងៃក៏យើងហៅថានោមញឹកផងដែរអញ្ចឹងការកំណត់នោមញឹកហ្នឹងគឺទៅតាមវ័យមួយផងដែរបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតកតងកត្តានាំឲ្យនំញឹកតើកត្តាអ្វីខ្លះនាំឲ្យយើងនំញឹកបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលកត្តានាំឲ្យនំញឹកទី1គឺអាចពាក់ព័ន្ធនឹងជំងឺឆ្លងតាមផ្លូវភេទបាទជាពិសេសគឺក្នុងមនុស្សពេញវ័យក្នុងវ័យបន្តពូជវាអាចជាសញ្ញាមួយនៃជំងឺឆ្លងតាមផ្លូវភេទផងដែរបាទអញ្ចឹងយើងមើលជាបន្តទៀតតកតងកត្តានាំឲ្យនំញឹកទី2គឺតកតងនឹងការមានផ្ទៃពោះបាទអញ្ចឹងនំយើងនឹងអាចជារោគសញ្ញាមួយនៃការមានផ្ទៃពោះជាពិសេសគឺលើស្ត្រីក្នុងវ័យបន្តពូជហ្នឹងបាទអញ្ចឹងយើងមើលបន្តទៀតតកតងកត្តានាំឲ្យនំញឹកទី3គឺតកតងនឹងការបង្ករោគនៅក្នុងផ្លូវបង្ហូរនោមបាទអានឹងអាចកើតលើស្ត្រីច្រើនជាងបុរសឬក៏អាចកើតលើក្មេងក៏ជួបប្រទះច្រើនផងដែរបាទហ្នឹងគឺឲ្យសញ្ញានំញឹកផងដែរបាទអញ្ចឹងយើងមើលបន្តទៀតតកតងកត្តានាំឲ្យនំញឹកទី4គឺវត្តមានដុំសាច់នៅក្នុងអាងត្រគាកដូចជាជំងឺដុំស្បូនជំងឺដុំគីសអូវែរបាទវាសង្កត់ទៅលើផ្លោកនោមអញ្ចឹងអាចធ្វើឲ្យយើងមានសញ្ញានំញឹកផងដែរបាទអញ្ចឹងយើងមើលបន្តទៀតតកតងកត្តានាំឲ្យនំញឹកទី5គឺតកតងជំងឺទឹកនោមផ្អែមអញ្ចឹងនំញឹកវាអាចជារោគសញ្ញាមួយនៃជំងឺទឹកនោមផ្អែមផងដែរបាទអញ្ចឹងយើងមើលបន្តទៀតតកតងកត្តានាំឲ្យនំញឹកទី6គឺតកតងជំងឺក្រពេញប្រូស្តាតអញ្ចឹងសញ្ញានំញឹកហ្នឹងវាអាចជារោគសញ្ញាមួយនៃជំងឺរលាកក្រពេញប្រូស្តាតឬក៏រីកក្រពេញប្រូស្តាតលើមនុស្សវ័យកណ្ដាលជាពិសេសគឺចាប់ពីអាយុ50ឆ្នាំឡើងទៅបាទអញ្ចឹងយើងមើលបន្តទៀតតកតងកត្តានាំឲ្យនំញឹកទី7គឺតកតងជំងឺរលាកផ្លោកនោមរ៉ាំរ៉ៃអញ្ចឹងនំញឹកអាចជារោគសញ្ញាមួយនៃជំងឺរលាកផ្លោកនោមរ៉ាំរ៉ៃផងដែរបាទអញ្ចឹងយើងមើលបន្តទៀតតកតងកត្តានាំឲ្យនំញឹកទី8
គឺតាក់ទងជំងឺគ្រុសផ្លូវបង្ហូរនោមអញ្ចឹងជំងឺគ្រុសនឹងផ្លូវបង្ហូរនោមអាចមានរោគសញ្ញាមួយតាក់ទងនំញឹកផងដែរបាទអញ្ចឹងយើងមើលបន្តទៀតតាក់ទងកត្តានាំឲ្យនំញឹកទី9គឺពាក់ព័ន្ធនឹងផលរំខាននៃថ្នាំផ្សេងរាប់ទាំងថ្នាំបញ្ចុះទឹកនោមផងដែរអញ្ចឹងវាអាចជាផលរំខាននៃថ្នាំបាទជាពិសេសគឺថ្នាំបញ្ចុះទឹកនោមបាទវាឲ្យសញ្ញានំញឹកផងដែរបាទអញ្ចឹងយើងមើលបន្តទៀតតាក់ទងកត្តានាំឲ្យនំញឹកទី10គឺតាក់ទងជំងឺរលាកទ្វីមីអញ្ចឹងរោគសញ្ញានំញឹកហ្នឹងគឺជាសញ្ញាមួយដែលយើងឃើញមាននៅក្នុងជំងឺរលាកទ្វីមីរបស់ស្ត្រីផងដែរបាទយើងមើលបន្តទៀតតាក់ទងកត្តានាំឲ្យនំញឹកទី10ទី11បាទគឺតាក់ទងនឹងជំងឺរលាកមាត់ស្បូតបាទអញ្ចឹងនំញឹកគឺជារោគសញ្ញាមួយដែលយើងឃើញមានតាក់ទងជំងឺរលាកមាត់ស្បូនរបស់ស្ត្រីផងដែរបាទអញ្ចឹងយើងមើលបន្តទៀតតាក់ទងកត្តានាំឲ្យនំញឹកទី12គឺតាក់ទងជំងឺប្រព័ន្ធប្រសាទនៅនឹងផ្លោកនោមបាទអញ្ចឹងវិបត្តិប្រព័ន្ធប្រសាទនៅផ្លោកនោមអាចធ្វើឲ្យយើងមានសញ្ញានំញឹកផងដែរបាទអញ្ចឹងយើងមើលបន្តទៀតតាក់ទងកត្តានាំឲ្យនំញឹកទី13គឺតាក់ទងនឹងការផឹកកាហ្វេឬក៏ផឹកស្រាឬក៏ភេសជ្ជៈផ្អែមបាទអញ្ចឹងអានេះក៏អាចធ្វើឲ្យយើងនំញឹកផងដែរបាទអញ្ចឹងយើងមើលបន្តទៀតតាក់ទងកត្តានាំឲ្យនំញឹកទី14គឺវត្តមានដុំសាច់នៅក្នុងផ្លោកនោមអញ្ចឹងបញ្ហាដុំសាច់ក្នុងផ្លោកនោមក៏អាចឲ្យសញ្ញាយើងចេញជាសញ្ញានំញឹកផងដែរបាទអញ្ចឹងយើងមើលបន្តទៀតតាក់ទងកត្តានាំឲ្យនំញឹកទី15គឺតាក់ទងការបញ្ចាំងកាំស្មីនៅតំបន់អានតគាបាទអញ្ចឹងការបញ្ចាំងកាំស្មីព្យាបាលមហារីកផ្សេងនៅតំបន់អានតគាហ្នឹងក៏អាចឲ្យជាសញ្ញានំញឹកផងដែរបាទទាំងអស់នោះគឺជាកត្តាសំខាន់នាំឲ្យយើងនំញឹកបាទទន្ទឹមនឹងយើងត្រូវដឹងពីវិធីបំបត្តិសញ្ញានំញឹកផងដែរតើវិធីបំបត្តិសញ្ញានំញឹកហ្នឹងគេត្រូវធ្វើយ៉ាងណាខ្លះបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលវិធីបំបត្តិសញ្ញានំញឹកទី1គឺយើងត្រូវរកមូលហេតុនិងធ្វើការព្យាបាលបាទអញ្ចឹងមូលហេតុបើសិនជាតកតងការបង្ករោគបាទតកតងការមានកូនឬមូលហេតុផ្សេងៗទៀតបាទយើងរកឃើញហើយនឹងធ្វើការព្យាបាលនិងគ្រប់គ្រងផងដែរបាទអញ្ចឹងយើងមើលជាបន្តទៀតតកតងវិធីបំបត្តិសញ្ញានំញឹកទី2គឺយើងត្រូវជៀសវាងការផឹកទឹកឬក៏សារធាតុរាវ2ម៉ោងមុនចូលគេងបាទអានឹងវាអាចបំបត្តិនៅសញ្ញានំញឹកជាពិសេសគឺនៅពេលយប់ផងដែរបាទអញ្ចឹងយើងមើលបន្តទៀតតកតងវិធីបំបត្តិសញ្ញានំញឹកទី3គឺយើងអាចពាក់ទម្លាប់ការពារឬក៏ខោទម្លាប់ដើម្បីជៀសវាងការលេចចេញនៃទឹកនោមនាំឲ្យយើងនំញឹកផងដែរបាទអញ្ចឹងយើងមើលបន្តទៀតតកតងវិធីបំបត្តិសញ្ញានំញឹកទី4គឺយើងត្រូវជៀសវាងឬក៏កាត់បន្ថយការផឹកស្រានិងកាហ្វេឬក៏ភេសជ្ជៈផ្អែមហ្នឹងអាហ្នឹងអាចធ្វើយើងនំញឹកផងដែរបាទអញ្ចឹងយើងមើលបន្តទៀតតកតងវិធីបំបត្តិសញ្ញានំញឹកទី5គឺយើងជៀសវាងឬក៏កាត់បន្ថយការផឹកទឹកសូដាទឹកតែនិងភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនបាទហ្នឹងក៏អាចធ្វើយើងនំញឹកផងដែរបាទអញ្ចឹងយើងមើលបន្តទៀតតកតងវិធីបំបត្តិសញ្ញានំញឹកទី6គឺយើងបរិភោគអាហារដែលមានជាតិសរសៃខ្ពស់ព្រោះទល់លាមកអាចបង្កបញ្ហានំញឹកដល់យើងផងដែរបាទអញ្ចឹងយើងមកជាបន្តទៀតតកតងវិធីបំបត្តិសញ្ញានំញឹកទី7គឺយើងបរិភោគបន្លែផ្លែឈើនិងគ្រាប់ធញ្ញជាតិឲ្យបានច្រើនជាងការបរិភោគសាច់ពីព្រោះទាំងអស់នោះវាបន្ថយនៅហៅថាបញ្ហាពិបាកទល់លាមកបាទតែយើងធ្វើយើងនំញឹកដែរអញ្ចឹងការបរិភោគបន្លែផ្លែឈើគ្រាប់ធញ្ញជាតិគឺវាអាចជួយបំបត្តិសញ្ញានំញឹកបានផងដែរបើសិនមកពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់តាមដានព័ត៌មានសុខភាពថ្មីៗដែលក៏ថ្លៃចន្ទទៀតអាចចូលរួមជាមួយនឹង Channel Telegram យើងខ្ញុំគឺ Health Telegram Official បាទធ្វើការ scan QR code ទៅដើម្បីចូលក្នុង Channel យើងខ្ញុំចុច Subscribe ឬក៏ Join ដើម្បីតាមដានព័ត៌មានសុខភាពថ្មីៗដែលក៏ថ្លៃចន្ទទៀតផងដែរបើសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់មានបញ្ហាសុខភាពផ្សេងជាពិសេសគឺជំងឺតាក់ទងផ្ដាំរំលាយអាហារជំងឺតាក់ទងផ្ដាំបន្តពូជឬក៏តាក់ទងជំងឺផ្ដាំទឹកមាត់ជាពិសេសគឺបញ្ហានំញឹកតែម្ដងបាទប្រឹក្សាដល់កថ្លៃតាមលេខ Telegram 3ខ្សែគឺ092 59 3350 088 3132 225ហើយនិង016 58 57 64ផងដែរបើសិនមកពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ច
ង់ទទួលបាននូវវីដេអូអប់រំសុខភាពថ្មីៗបន្ថែមទៀតក៏ដូចជាវីដេអូព័ត៌មានសុខភាពថ្មីៗនិងវីដេអូនៃការរៀនពេទ្យរបស់សិស្សពេទ្យជាពិសេសគឺពាក្យបច្ចេកទេសពេទ្យតែម្ដងបាទយ៉ាចុះក្នុង YouTube Channel វាយពាក្យ Hershub Official បាទដោយអក្សរស្រាប់ចុច search ស្វែងទៅពេលហ្នឹងឃើញ logo របស់យើងខ្ញុំហើយចុះក្នុង channel ចុចពាក្យ subscribe និងរូបកណ្ដឹងបាទចុចពាក្យ subscribe និងរូបកណ្ដឹងគឺសម្រាប់អ្នកថ្មីៗដែលមិនទាន់បាន subscribe អញ្ចឹងនៅពេលដែល Hershub Official ទៅការផុសវីដេអូជាបន្តនឹងឃើញក្នុងបណ្ដាញ YouTube ជាបន្តបន្ទាប់បាទសូមអរគុណចំពោះការគ្រប់គ្រងនិងការ subscribe ដល់ channel របស់យើងខ្ញុំផងដែរបាទសូមអរគុណ